តែបើរឿងវិបត្តិផ្លូវភេទមានទំនាស់ថាប្តីបខំឲ្យរួមភេទអូខេធ្វើបាបទៅលើរឿងផ្លូវភេទឬក៏តែងតែជួបបញ្ហាថាប្តីផាត់ក្បត់រំលំពេលណាទំនួលផ្លូវភេទនៅក្នុងគ្រួសារខ្ញុំជឿថាអ្នកដែលមានគ្រួសារភាគច្រើនគាត់អាចនឹងជួបជាមួយនឹងបញ្ហានេះឬក៏គ្រួសារខ្លះគាត់អាចជួបតែប៉ុន្តែបងប្អូនត្រូវដឹងថាតើមូលហេតុអីទើបមានទំនួលផ្លូវភេទនៅក្នុងគ្រួសារនឹងកើតឡើងត្បិតតែប្តីប្រពន្ធមែនប៉ុន្តែប្តីប្រពន្ធខ្លះគាត់មានភាពខ្មាស់អៀនគ្នាអត់ហ៊ាននិយាយទាក់ទងទៅនឹងបញ្ហាផ្ទាល់ខ្លួនទៅប្រាប់ដៃគូរបស់គាត់អញ្ចឹងធ្វើឲ្យគាត់នឹងមានទំនួលនៅក្នុងគ្រួសាររបស់គាត់អត់ចូលចិត្តគ្នាអត់ចោះសម្រុងគ្នាអញ្ចឹងនៅក្នុងនេះយើងមានវាគ្មិនកិត្តិយសដែលគាត់នឹងអញ្ជើញបកស្រាយទាក់ទងថាតើមូលហេតុអីបានជាមានទំនួលផ្លូវភេទនៅក្នុងគ្រួសារហើយវាជាអត្តពលឲ្យគេខ្លះទៅកាន់ដៃគូឬក៏ភាគីម្ខាងទៀតអញ្ចឹងនៅបងប្អូនតើគ្នាមកជួបជាមួយនឹងវាគ្មិនដូចទៅចាជម្រាបសួរបងចាជម្រាបសួរចាសូមឲ្យបងធ្វើការណែនាំឈ្មោះក៏ដូចជាតួនាទីរបស់បងដើម្បីឲ្យបងប្អូនទាំងអស់គ្នាកំពុងតែទស្សនាបានស្គាល់បងចាអរគុណច្រើនជម្រាបសួរទៅកាន់បងប្អូនទាំងអស់គ្នាចាខ្ញុំអ្នកគ្រូសៃពៅដែលបងប្អូនទាំងអស់គ្នាអាចស្គាល់ថាជាអ្នកគ្រូដែលដល់មកនិយាយអំពីរឿងផ្លូវភេទចាអញ្ចឹងថ្ងៃនេះអរគុណច្រើនដែលខាង Hensi Cambodia បានផ្ដល់កិត្តិយសដែលមកជជែកគ្នាទៅលើប្រធានបទទាក់ទងផ្លូវភេទទៀតឯងមែនទេធ្លាប់តែឃើញអ្នកគ្រូបកស្រាយទាក់ទងទៅនឹងកត្តាទាក់ទងផ្លូវភេទឬក៏បញ្ហាអត់មានកូនបញ្ហាមានកូនច្រើនវីដេអូមែនទេប៉ុន្តែថ្ងៃនេះបានជួបផ្ទាល់អូខេចាអញ្ចឹងនៅក្នុងប្រធានបទនេះអាចថាមិនមែនជាប្រធានបទថ្មីខ្លាំងទេប៉ុន្តែខ្ញុំជឿថាមានគ្រួសារជាច្រើនដែលគាត់គឺអត់បានយល់តាក់ទងទៅនឹងថាតើមូលហេតុអីទៅគាត់នឹងមានទំនួលនៅក្នុងគ្រួសារទំនួលគ្រួសារតាក់ទងទៅនឹងទំនួលផ្លូវភេទបើតាក់ទងទៅនឹងទំនួលទ្រព្យសម្បត្តិតាក់ទងទៅនឹងទំនួលលុយកាក់ផ្សេងធ្លាប់ឮហើយប៉ុន្តែទំនួលផ្លូវភេទនេះគឺជារឿងធំមែនទែនចង់ឲ្យអ្នកគ្រូធ្វើការបញ្យល់បន្តិចថាតើទំនួលផ្លូវភេទនៅក្នុងគ្រួសារបង្កបញ្ហាគេខ្លះដែរអូខេអញ្ចឹងខ្ញុំជឿជាក់ថា MC លើកប្រធានបទនេះមកប្រហែលជាមានសំណួរច្រើនចាធៀបពិតខ្ញុំក៏ទទួលបានសំណួរច្រើនពីបងប្អូនអរគ្នាហើយខ្ញុំក៏ធ្លាប់ធ្វើកម្មវិធីមួយដែលយើងនិយាយអំពីសុភមង្គលគ្រួសារដែលជាមូលហេតុយើងមើលឃើញថាបញ្ហាជាច្រើនសុភមង្គលក្នុងគ្រួសារវាបណ្ដាលមកពីសេចក្តីសុខផ្លូវភេទអញ្ចឹងកម្មវិធីដែលយើងធ្វើនេះគឺសេចក្តីសុខក្នុងគ្រួសារតាក់ទងជាមួយនឹងបញ្ហាផ្លូវភេទអញ្ចឹងថ្ងៃនេះខ្ញុំក៏មានឱកាសក្នុងការឆ្លើយសំណួរមួយនេះម្ដងទៀតចាអញ្ចឹងបងប្អូនទាំងអស់គ្នាបងប្អូនដឹងហើយវិបត្តិសុខភាពមានច្រើនចាវិបត្តិសុខភាពផ្លូវកាយផ្លូវចិត្តផ្លូវភេទផ្លូវហិរញ្ញវត្ថុអីចឹងទៅប៉ុន្តែពេលដែលយើងមានបញ្ហាផ្លូវភេទរឿងមួយដែលយើងនឹងជួបនោះគឺតាក់ទងជាមួយនឹងគេហៅថាទំនាស់ផ្ទៃក្នុងចាទំនាស់ផ្ទៃក្នុងរវាងគូភាគីបានដៃគូពេលខ្លះទំនាស់ផ្ទៃក្នុងហ្នឹងពិបាកហាមមាត់និយាយហ្មងណាពិបាកហាមមាត់និយាយដូចទំនាស់ដូចថាអត់សប្បាយចិត្តរឿងអីនិយាយខាងក្រៅបានតែអាទំនាស់ខាងក្នុងផ្ទៃក្នុងហ្នឹងដូចវារបៀបថានិយាយទៅដូចរឿងខ្មាស់អៀនមិនហ៊ាននិយាយទៅខ្លាចថាដូចវាលាក់ទុកមកខាងហ្មងវាអត់ដូចនោះផ្សេងតែថាទុកស្រីប្តីមិនឲ្យលុយហ៊ាននិយាយប្រាប់គេថាប្តីមិនឲ្យកាន់លុយឬក៏អីចឹងណាតែបើរឿងវិបត្តិផ្លូវភេទមានទំនាស់ថាប្តីបខំឲ្យរួមភេទអូខេឬក៏ប្តីធ្វើបាបទៅលើរឿងផ្លូវភេទឬក៏ប្រពន្ធនឹងមានភាពមិនសប្បាយចិត្តពេលដែលនិយាយទៅមានបញ្ហានៅក្នុងអារឿងផ្ទៃក្នុងហ្នឹងគឺគាត់ពិបាកនិយាយហ្មងពិបាកហាមាត់និយាយហ្មងខ្ញុំអត់ដឹងថាបងប្អូនគិតមិនទេសូម្បីតែខ្ញុំដែលថាអូខេខ្ញុំធ្វើការផ្នែកហ្នឹងខ្ញុំក៏មានគ្រួសារដូចគ្នាប៉ុន្តែដោយសារតែខ្ញុំឬក៏គ្រួសារខ្ញុំពួកយើងបានយល់ហើយពីរឿងហ្នឹងតែពេលខ្លះណាក៏យើងពិបាកនឹងចង់និយាយដែរអត់ហ៊ាននឹងនិយាយគ្នាដូចគ្នាពេលខ្លះទៅខ្លាចដៃគូក៏អន់ចិត្តចាបើនិយាយអំពីផលវិបាកនៃទំនាស់ផ្លូវភេទបងប្អូនដឹងហើយកាលណាដែលថាគ្រួសារវាមិនមែនជាផ្នែកដ៏ធំដែលយើងខ្វះមិនបានទេចាប៉ុន្តែក៏វាជាផ្នែកមួយជំរុញឲ្យយើងប៉ះពាល់ទៅដល់វិបត្តិអីផ្សេងនៅក្នុងគ្រួសារចាធម្មតាបងប្អូនគិតមើលគ្រួសារខ្លះពេលយប់គាត់ឆ្លោះគ្នាចាហើយទម្លាប់អ្នកគ្រូឆ្លោះគ្នាយប់ណាឆ្លោះគ្នាយប់អត់ហេតុផលទេចាអត់ហេតុផលហ្នឹងភាគច្រើនគឺគេសិក្សាឃើញថាវាជាវិបត្តិរឿងផ្លូវភេទដែលថាអូខេប្តីស្នើសុំរួមភេទចាអញ្ចឹងទៅប្រពន្ធអត់ព្រមអញ្ចឹងទៅឧទាហរណ៍ណាអញ្ចឹងឆ្លោះគ្នាបើអ្នកខ្លះជាបញ្ហាអតិជនដែលលើកឡើងមកគាត់ថាគាត់ដូចថាពេលយប់នឹងគេងបែរខ្នងដាក់គ្នារហូតឬក៏ស្វាមីខ្លះពេលដែលយប់ដែលថាប្រពន្ធមិនផ្ដល់អាសេចក្តីសុខផ្លូវភេទឲ្យគាត់
ព្រលឹមឡើងគាត់លេងទៅធ្វើការហ្មងគាត់កើតជាជំងឺមួយថាគាត់ចង់បញ្ចេញអាកប្បកិរិយាហ្នឹងឲ្យប្រពន្ធគាត់ចាប់អារម្មណ៍ថាគាត់ខឹងរឿងហ្នឹងគាត់លេងធ្វើការគាត់លេងធ្វើអីទាំងអស់គាត់អត់ញ៉ាំបាយអត់អីទាំងអស់រហូតដល់ប្រពន្ធគាត់ថាខ្ញុំស្អប់អ្នកគ្រូម្ដងឲ្យតែមានរឿងហ្នឹងគឺចាប់ផ្ដើមចេញចរិតថ្មីហ្មងចាពីមុនជាមនុស្សព្រលឹមឡើងធ្វើការធ្វើងារក្នុងផ្ទះអីចេញទៅប្រកបការងារស្រឡាញ់កូនប្រពន្ធដល់តែពេលឲ្យតែមានរឿងហ្នឹងគឺលែងនិយាយស្ដីហ្មងហើយគាត់ដឹងហើយចាប៉ុន្តែសួរថាដែលប្រឈមមុខគ្នានឹងនិយាយអញ្ចឹងមួយគ្នាអត់ហ៊ាននិយាយហើយអត់ហ៊ាននិយាយហើយគាត់ថាខ្ញុំក៏មិនងាយនឹងចង់ទៅប្រឹក្សាថាខ្ញុំអត់ចង់ឲ្យមានបញ្ហាហ្នឹងអ្នកគ្រូគាត់មើលមួយខែសឹងតែមានរឿងហ្នឹងចង់5 6ដងឲ្យតែពេលណាដែលថាគាត់ស្នើសុំរួមភេទឲ្យខ្ញុំអត់ព្រមហ្នឹងគួរពួកយើងមានទំនាស់ផ្ទៃក្នុងហ្មងហើយអាទំនាស់ផ្ទៃក្នុងហ្នឹងដូចខ្ញុំនិយាយចឹងបាក់និយាយប្រាប់គេមិនអាចទៅនិយាយប្រាប់អ្នកផ្សេងថាអូខ្ញុំមានវិបត្តិអញ្ចេះនៅក្នុងគ្រួសារពីយប់មិញពីអីបាក់និយាយណាអញ្ចឹងគាត់មកប្រាប់យើងហ្នឹងគាត់ថាអ្នកគ្រូខ្ញុំមានវិបត្តិផ្ទៃក្នុងខ្ញុំជឿថាមានតែអ្នកគ្រូដែលអាចស្ដាប់ឮរឿងខ្ញុំហើយជួយឲ្យយោបល់មកគួរតែធ្វើមិនបើឲ្យតែខ្ញុំអត់ធម្មតាគាត់មានបញ្ហាសុខភាពគាត់អត់អាចបំពេញបំណងប្តីបានអូខេហើយពួកគាត់អត់ហ៊ានអត់និយាយគ្នាដូចថាប្តីអត់និយាយគ្នាថាអូគាត់មានអារម្មណ៍គាត់ចង់ស្នើសុំប្រពន្ធបែបណាហើយប្រពន្ធប្រាប់ថាបានមិនបានអីជជែកគ្នាអីអត់ទេចាទលាប់ខ្ញុំអត់ដឹងថាបងប្អូនបងមើលវីដេអូព្រោះវាស៊ីជម្រៅតិចណាហើយកុំនិយាយថាមិនបាច់ជាមួយអ្នកគ្រូសៃពៅព្រោះបងប្អូនស្គាល់ខ្ញុំស្រាប់អីខ្ញុំដឹងថាពេលដែលបងប្អូនទាំងអស់គ្នាព្រមព្រៀងឬក៏សហការគ្នាក្នុងការរួមភេទនឹងធ្វើបែបណាអាបែបបត់ស្នើសុំហ្នឹងនឹងធ្វើបែបណាហើយប៉ុន្តែគាត់តែនិយាយថាពេលខ្លះមកកេះយើងហ្មងហើយអត់មាននិយាយអីទេហើយមកកេះហើយបខំឲ្យយើងនឹងរួមភេទហ្មងដល់ពេលយើងបដិសេធថាខ្ញុំអត់ទេខ្ញុំមិនស្រួលខ្លួនអីចឹងចាប់ដើមខឹងបែកខ្នងដាក់គ្នាទៅបដ ாய் អាហ្នឹងមករឿងរបស់គាត់តែបើរឿងដៃគូផ្សេងទៀតមានឆ្លោះគ្នារហូតដល់មានវាយតប់ទៅជាបខំក្នុងការរួមភេទបើនិយាយពីថាមានទំនាស់គឺវាមានអញ្ចឹងឯងដូចជាឧទាហរណ៍ដូចខ្ញុំលើកមិញហ្នឹងអត់សុបាយចិត្តរៀងខ្លួនឲ្យពេលខ្លះអត់សុបាយចិត្តឲ្យគុំក្នុងចិត្តទៀតពេលខ្លះអត់ស្និទ្ធស្នាលគ្នាជាប្តីប្រពន្ធទេដូចដាច់ឆ្ងាយហើយអត់ដឹងថារឿងមកពីអីចាហើយមិនមែនម្នាក់អត់ដឹងទេគាត់អាចថាវាមិនដឹងថាមកពីអីសុកវិញអញ្ចឹងក៏ប៉ិតក្នុងខ្លួនគាត់ដឹងថាវាមានកូនចិត្តមួយដឹងប៉ុន្តែគាត់អត់ហ៊ានលើកមកនិយាយជាមួយគ្នាហើយខ្លះណាទៀតក៏រហូតដល់បែកបាក់គ្រួសារទៅជាស្វាមីមានដៃគូថ្មីអីអញ្ចឹងទៅចានិយាយទៅវាមានវិបត្តិច្រើនដែលយើងមើលឃើញថាគ្រួសារខ្លះបែកបាក់ដោយសារតែបែកបាក់អញ្ចឹងយើងដឹងហើយរូបភាពក្រោយពីបែកបាក់เนาะចាយើងបាត់បង់គ្រួសារមួយដែលពេញលេញមានសុភមង្គលកូនក៏បាត់បង់ឪពុកម្ដាយចាវាមិនមែនទាំងស្រុងទៅលើផ្លូវភេទទេប៉ុន្តែបើសិនជាបងប្អូន screen ទៅវាអាចមានដែរចាព្រោះវិបត្តិនៃធ្វើឲ្យការបែកគ្នាវាមានច្រើនដែលខ្ញុំមកនិយាយដោយសារខ្ញុំជារឿងអ្នកដែលនិយាយផ្លូវភេទអញ្ចឹងខ្ញុំសូម focus ថាវាមាននៅក្នុងចំណុចហ្នឹងដូចគ្នាហើយបើបងប្អូនមិនជឿបងប្អូនអាចតែហ្នឹងតរបែបស៊ីជម្រៅដឹងព្រោះសុកគេមិនបានប្រាប់យើងទេព្រោះពេលខ្លះអ្នកខ្លះបងប្អូនដឹងទេពេលដែលយើងដូចថាប្រពន្ធសម្រាប់កូនហើយណាភាគច្រើនគាត់តែងតែជួបបញ្ហាថាប្តីផាត់ក្បត់រំលំពេលហ្នឹងមូលហេតុអីបានស្ត្រីសម្រាប់កូនហើយជួបរឿងប្តីមានដៃគូក្រៅឬក៏អីហ្នឹងអញ្ចឹងវីដេអូនេះខ្ញុំមិននិយាយបន្ទោសបងមករស់ទេប៉ុន្តែមកពីរឿងទាំងអស់ហ្នឹងយើងទាំងពីរនាក់ហ្នឹងអត់បានស្វែងយល់ពេលខ្លះអត់យល់ថាសម្រាប់កូនហើយប្រហែលខែអាចរួមភេទបានពេលខ្លះប្រពន្ធគាត់កើតអីអារម្មណ៍គាត់បែបណាពេលដែលគាត់សម្រាប់កូនហើយបានជាគាត់មិនព្រមចង់រួមភេទប្តីដឹងអត់ទាន់ដឹងអញ្ចឹងអាហ្នឹងជារឿងដែលថាទាំងពីរនាក់ហ្នឹងអត់យល់ពីគ្នាអ្នកណាគិតអីក៏យើងអត់ដឹងអ្នកណាត្រូវការអីក៏យើងអត់ដឹងវាអត់ដឹងអញ្ចឹងវាមានបញ្ហាជាច្រើនបងសុំអធិប្បាយខ្លីៗប៉ុណ្ណឹងចង់ឲ្យពេលពេកថាសរុបមកវិញបញ្ហាទំនាស់ផ្លូវភេទនេះកើតឡើងដោយសារតែភាគច្រើនដៃគូមិនយល់ពីគ្នាគាត់អត់លើកបញ្ហាហ្នឹងយកមកនិយាយហើយអាចថានឹងរៀងពិបាកនិយាយប៉ុន្តែយើងគ្រាន់តែដឹងថាពិបាកនិយាយអត់លើកយកមកនិយាយចុះយើងចង់សួរអ្នកគ្រូវិញថាតើមូលហេតុអីបានជាដៃគូយើងអត់ចង់រួមភេទយើងសួរចឹងវិញមិនបានគាត់អត់ចង់រួមភេទអូខេចេះអាតកតងរឿងថាធម្មតាទាំងយើងទាំងគេឧទាហរណ៍ថាអូនឯងចង់បានអីពីខ្ញុំតើអូនឯងប្រាប់ខ្ញុំតើអូនឯងសុំខ្ញុំមិនខ្ញុំដឹងថាអូនឯងចង់បានអីវាដូចកូនយើងចឹងម៉ាក់ខ្ញុំចង់ញ៉ាំ ice cream កូនខ្ញុំអញ្ចឹងណាអញ្ចឹងយើងដឹងថាគាត់ត្រូវការហ្នឹងអញ្ចឹងមនុស្សពីរនាក់ដូចគ្នាបើសិន
គាត់អត់ដឹងថាយើងចង់បានដំណឹងចង់បានកម្រិតណាហងឲ្យគាត់ផ្ដល់ឲ្យបែបណាវាពិបាកអញ្ចឹងចាហើយមូលហេតុថាគាត់ចង់បានតែគាត់មិនហ៊ាននិយាយហើយណាគេទៅត្រាស់ដឹងថាយើងចង់បានអញ្ចឹងចាហើយបើសួរថាមូលហេតុអីបានជាគាត់អត់ចង់រួមភេទអូខេករណីដែលថាគាត់បាត់បង់ចំណងផ្លូវភេទវាអាចកើតឡើងទាំងបុរសទាំងស្ត្រីតែភាគច្រើនគឺស្ត្រីអាចនឹងកើតឡើងច្រើនជាងបុរសតាក់ទងជាមួយនឹងវិបត្តិគ្មានចំណងផ្លូវភេទហ្នឹងចាវាជាជំងឺដែរចាវាជាជំងឺដែរបើបុរសវិញគាត់អាចមានជំងឺផ្សេងឬក៏ការប្រើប្រាស់ថ្នាំមួយចំនួនចាវាធ្វើឲ្យគាត់ខ្សោយនៅអរម៉ូនភេទរហូតដល់ក្លាយជាមនុស្សមួយដែលថាគាត់ថាខ្សោយផ្លូវភេទលែងនឹកលែងនីលែងចង់រួមភេទរហូតដល់ថាអូមានដៃគូស្អាតគាត់ទាញមិនក៏ដោយគឺមានអារម្មណ៍ថាអត់ដឹកនាហ្មងណាអាហ្នឹងគឺគេហៅថាវិបត្តិបាត់បង់ចំណងផ្លូវភេទសម្រាប់បុរសចាអាហ្នឹងមូលហេតុវាមានជំងឺប្រចាំកាយមានអីរបស់គាត់ច្រើនទៀតអញ្ចឹងទៅតែភាគច្រើនស្ត្រីគឺរឿងមានច្រើនជាងបុរសធម្មតាអរម៉ូនភេទប្រុសអត់សូវចុះដូចស្ត្រីទេទោះគាត់អាយុច្រើនក៏គាត់នៅមានអារម្មណ៍ចង់រួមភេទដែរប៉ុន្តែបើស្ត្រីកាលណាអាយុគាត់កាន់តែច្រើនគាត់ថយអាអរម៉ូនភេទចាថយចុះហើយមួយទៀតបន្ទាប់ពីគាត់សម្រាកូនរួចអីហ្នឹងគឺចាប់ផ្ដើមធ្លាក់ចុះហ្មងអរម៉ូនអញ្ចឹងវាធ្វើឲ្យគាត់នឹងមានអារម្មណ៍ថាអត់ចង់រួមភេទហើយមួយទៀតវាតាក់ទងជាមួយនឹងអារម្មណ៍ផ្លូវចិត្តរបស់គាត់ព្រោះដោយថាអីអរម៉ូនដែលវាបញ្ជាឲ្យមានចំណងផ្លូវភេទហ្នឹងគឺអរម៉ូនដែលបញ្ចេញផលិតពីខាងក្រោយខួរក្បាលរបស់យើងដែរអញ្ចឹងកាលណាអារម្មណ៍គាត់អត់ល្អអារម្មណ៍គាត់អត់សុបាយចិត្តអារម្មណ៍គាត់អត់ពេញចិត្តគាត់មានខ្វល់គាត់មានភ័យព្រួយគាត់មានទុក្ខកង្វល់អីផ្សេងហ្នឹងធ្វើឲ្យគាត់ខ្លួនគាត់នឹងលែងចង់រួមភេទអត់មានអារម្មណ៍ព្រោះធម្មតាអារម្មណ៍រួមភេទវាមានកើតឡើងដោយសារតែគាត់មានអារម្មណ៍ល្អអារម្មណ៍នៃការស្រឡាញ់អរម៉ូនផ្លូវភេទនឹងវាកាលណាតែយើងរវាងមនុស្សពីរនាក់កាលណាតែយើងមានអារម្មណ៍ថាស្រឡាញ់ហ្មងស្រឡាញ់អាណិតចេញពីចិត្តមកយើងមានអារម្មណ៍ថាវាចង់ស្និទ្ធស្នាលគ្នាអញ្ចឹងវាចេញវាផលិតនៅអរម៉ូននឹងតែម្ដងវាកើនឡើងខ្ពស់តែម្ដងដែលធ្វើឲ្យគាត់នឹកឃើញដល់អារូបភាពចង់នៅក្បែរគ្នាចង់និយាយទៅវាអូតូម៉ាទិកវាជារឿងធម្មជាតិទេប៉ុន្តែបើសិនជាករណីថាវិបត្តិដូចបងលើកឡើងអញ្ចឹងវាអាចដោយសារតែអរម៉ូនគាត់ថយចុះដោយសារគាត់មានបញ្ហាសុខភាពដោយសារតែគាត់មិនពេញចិត្តនឹងដៃគូរបស់គាត់ឬក៏បរិយាកាសក្នុងការរួមភេទអីមួយដែលធ្វើគាត់កង្វល់ឧទាហរណ៍ថាកង្វល់មិនពុះពេលខ្លះទៅការរៀបចំកន្លែងហ្នឹងវាធ្វើឲ្យគាត់មានអារម្មណ៍ថាខ្លាចគេឃើញចាវាអត់ private អីអញ្ចឹងទៅអញ្ចឹងស្ត្រីគាត់មានអារម្មណ៍ថាអត់នេះទេចាអត់ចង់រួមភេទទេដោយសារអីគាត់គិតច្រើនអញ្ចឹងណាចាហើយមួយទៀតពេលដែលគាត់មានភាពមិនស្រួលខ្លួនអីមួយដូចថាឥឡូវគាត់ទៅសម្រាប់កូនហៅដូចលើកបើអញ្ចឹងគាត់នៅចង់ចាំអារូបភាពពិបាកជាច្រើនពេលដែលគាត់សម្រាប់ហ្នឹងអញ្ចឹងគាត់បារម្ភខ្លាចថាអូខេមិនដឹងរួមភេទបានឬមិនបានសួរពេទ្យមិនហ៊ានសួរពេទ្យខ្លាចសួរពេទ្យទៅពេទ្យថាកើតកូនមិនទាន់រួចស្រួលផងមកសួររឿងរួមភេទទៀតអីក៏មេះអញ្ចឹងអាហ្នឹងភាគច្រើនគាត់លើកមកប្រាប់ខ្ញុំអញ្ចឹងចាហើយមួយទៀតពេលដែលគាត់រួមភេទទៅគាត់គិតច្រើនខ្លាចថារួមភេទទៅមានកូនធ្វើម៉េចទៅសម្រាប់កូនហើយផងហើយឬក៏រួមភេទទៅជាមានបញ្ហាជំងឺស្បូនលាកស្បូនឬក៏អីស្រុតស្បូនស្រុតអីចឹងទៅណាចាធ្វើឲ្យគាត់ភ័យបានថាបើព្រមឲ្យគ្រួសាររួមភេទតែរួមភេទទាំងភ័យទាំងខ្លួនឯងបារម្ភច្រើនមែនតើណាអញ្ចឹងកាលណាតែគាត់បារម្ភបែបហ្នឹងអាអរម៉ូនហ្នឹងគឺវាកាត់បន្ថយហើយវាលែងមានអារម្មណ៍ចង់គាត់រួមភេទហើយទោះគាត់រួមភេទក៏រួមភេទទាំងបង្ខំដើម្បីបំពេញតម្រូវការគ្រួសារគាត់អីហ្នឹងដែរអាហ្នឹងអារម្មណ៍មិនមែនមកនិយាយក្នុងនាមថាអ្នកមានវិជ្ជាជីវៈផ្នែកហ្នឹងឯងក៏យកអារម្មណ៍ខ្លួនឯងក្នុងនាមជាស្ត្រីម្នាក់ឯងខ្ញុំទៅសម្រាប់កូនហើយដែរទេអញ្ចឹងខ្ញុំយល់ច្បាស់ហ្មងថងចំណុចហ្នឹងខ្ញុំដឹងថារូបភាពពេលហ្នឹងយើងគិតអីគេហើយខ្ញុំជឿជាក់ថាស្ត្រីគ្រប់គ្នាអត់ខុសពីខ្ញុំទេ100សឹងតែ100នេះឯងសម្រាប់កូនហើយគឺមានភាពបារម្ភមានភាពភ័យខ្លាចហើយបើសិនជាគ្រួសារធម្មតាគ្រួសារគិតផ្សេងចាខ្ញុំលើកឧទាហរណ៍ខ្ញុំយកឧទាហរណ៍ស្វាមីខ្ញុំមកនិយាយចោះគាត់គិតផ្សេងពីយើងមែនហើយអញ្ចឹងបាទខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាជាមនុស្សដែលមកស្វែងយល់គ្នាជឿខ្ញុំទៅព្រោះខ្ញុំអាញាកដាលគាត់គិតផ្សេងមិនគាត់ថាចេះបងបន់ឲ្យតើឯងសម្រាប់កូនហើយគាត់គិតផ្សេងគាត់គិតថាឲ្យតែសម្រាប់កូនហើយអូខេហ្មងដំណើរការទៅបានហ្មងអញ្ចឹងតែបើស្ត្រីអត់ទេសម្រាប់កូនហើយគឺមានស្ត្រីមានវិបត្តិផ្លូវចិត្តជាក៏ជឿធ្លាក់ទឹកចិត្តក្រោយសម្រាប់កូនណាដោយសារអីភ័យខ្លាចមិនទាន់បាត់លុះព្រលឹងអាចរបៀបថាយើងជួបរឿងអីមួយចុះណៃមើលឆ្លងតលេវាមិនមែនរឿងធម្មតាឯណាមិនទាន់បាត់លុះព្រលឹងមិនទាន់បាត់ខ្លាចមិនទាន់បាត់ឈឺហើយនៅខាងក្រោមនឹងឈឺធ្លាក់ឈាមធំក្លិនមិនល្អនិយាយថាគ្រប់រឿងដែលយើងមានអារម្មណ៍ថាខ្លួនយើងវាកក្រិចហើយយើងបារម្ភមែនតើសឹងតែមិនឲ្យអ្នកផ្សេងមកចិត្តយើងផងណាអញ្ចឹង
គាត់យល់ខុសគ្នាមនុស្សពីរនាក់ហ្នឹងយល់ខុសគ្នាចឹងបងមិនអាចវែកញែកឲ្យវាស៊ីជម្រៅយើងនឹងបានទៀតទេបងនិយាយបានតែប៉ុណ្្នឹងទេចាអ្នកគ្រូមើលតែស្ដាប់ទៅតាក់ទងទៅនឹងទំនួលផ្លូវភេទនៅក្នុងគ្រួសារនេះគឺមានកត្តាច្រើនហើយអាចនិយាយបានថាគឺបង្កបញ្ហាច្រើនមែនទែនប៉ះពាល់អារម្មណ៍អត់ទៅធ្វើការដូចអ្នកគ្រូបានលើកឡើងអញ្ចឹងហើយអត់ចង់ឲ្យមានបញ្ហានឹងនៅតែអញ្ចឹងទេចង់ឃើញគ្រួសារដែលគាត់តែងតែជួបជាមួយនឹងបញ្ហាហ្នឹងណាទាំងភាគីខាងស្រីភាគីខាងប្រុសក៏ដោយចង់ឲ្យគាត់លើកបញ្ហាហ្នឹងយកមកនិយាយគ្នាឲ្យបានច្បាស់ហើយចង់ឲ្យគាត់ដោះស្រាយបញ្ហាហ្នឹងអាចថាតទល់គ្នាអត់ចង់ឲ្យគាត់នៅតែមានបញ្ហានឹងកើតឡើងវាអាចប៉ះពាល់រឿងផ្សេងៗរឿងរ៉ូស៊ីរ៉ូអីចឹងដូចជាគ្រូលើកឡើងចឹងទៅអញ្ចឹងពីខ្ញុំវិញខ្ញុំចង់ជំនួសមុខឲ្យបងប្អូនទាំងអស់គ្នាអ្នកដែលគាត់កំពុងតែមានបញ្ហាហ្នឹងខ្ញុំចង់ឲ្យអ្នកគ្រូផ្ដល់ជាយោបល់វិញថាតើនៅពេលដែលប្តីប្រពន្ធឬក៏ប្រពន្ធណាអត់ចង់រួមភេទហើយប្តីចង់រួមភេទឬក៏ប្តីចង់រួមភេទប្រពន្ធចង់រួមភេទប៉ុន្តែប្តីអត់ចង់រួមភេទតើភាគីទាំងសងខាងដែលគាត់ធ្លាប់តែមានការខ្មាស់អៀនគ្នាអត់ហ៊ានលើកយកបញ្ហាហ្នឹងមកនិយាយតទល់គ្នាចង់ឲ្យអ្នកគ្រូជួយផ្ដល់ដំណោះស្រាយថាតើគាត់គួរតែលើកយកដំណោះស្រាយហ្នឹងយកមកនិយាយហើយប្រើពាក្យពេចន៍បែបម៉េចដើម្បីឲ្យដៃគូរបស់យើងហ្នឹងយល់ពីយើងអត់ចង់ឲ្យគាត់ហ្នឹងនៅមានបញ្ហាអញ្ចឹងទេព្រោះខ្ញុំសង្កេតឃើញថានៅក្នុងសង្គមយើងបច្ចុប្បន្នដល់ពេលដែលដៃគូមិនអាចផ្ដល់សេចក្តីសុខផ្លូវភេទនឹងឲ្យបានធ្វើឲ្យដៃគូយើងមកចំនួនទៀតគាត់បែងចិត្តទៅមានស្រីខាងក្រៅហើយអានោះគឺជាបញ្ហាធំទំនាស់គ្រួសារកាន់តែធំមហារីកហ្មងអូខេចាំផ្ដល់តួនាទីនេះជូនអ្នកគ្រូនិយាយទៅសំណួរនេះល្អបងប្អូនទាំងអស់គ្នាបើបានស្ដាប់សំណួរនេះហើយកុំឲ្យកុំភ្លេចឲ្យកដោអឹមស៊ីមែនទេនិយាយមែនណាចាល្អខ្លាំងមែនតើហ្មងព្រោះពេលខ្លះខ្ញុំជាការសម្ងាត់អ្នកដែលមកកេះសួរអញ្ចឹងណាឬការថាសម្ងាត់មែនតើហ្នឹងចាហ្នឹងគេហៅថាដោះស្រាយបែបស៊ីជម្រៅហ្មងខ្ញុំប្រាប់បងប្អូនទាំងអស់គ្នាប៉ុន្តែបងប្អូនអនុវត្តឬក៏មិនអនុវត្តបើបងប្អូនគិតថាសំខាន់សាកអនុវត្តចាសហការរីករាយជាមួយដៃគូរបស់យើងចាធម្មតាធ្វើអីទៅរលូនតមនុស្សទាំងពីរនាក់ហ្នឹងយល់ព្រមចាអូខេហើយបើរឿងផ្លូវភេទហ្នឹងទៀតតតែចាំងទៀតបានវាស៊ីជម្រៅទៅបានហើយបើម្នាក់ឆ្វេងម្នាក់ស្ដាំទៅមិនរួចចាហើយខ្ញុំសុំឲ្យបងប្អូនទាំងអស់គ្នាចេះព្រោះរឿងទាំងអស់ហ្នឹងយើងអត់បានចាប់អារម្មណ៍ទេថាអ្នកណាត្រូវការអីយើងក៏អត់បានដឹងខ្លួនមុនដែរថាគ្រួសារយើងវាអត់មាន plan និយាយទៅវាអត់មាន plan ថាថ្ងៃហ្នឹងយើងត្រូវរួមភេទវាអត់មាន plan ដល់តែពេលយើងខាងស្ត្រីយើងអស់ល្ងួយផងយើងអីផងហើយឬក៏យើងអត់សុបាយចិត្តពងគិតច្រើនពងអីខ្វល់ខ្វាយរៀងខ្លួនម្នាក់ណាមកស្នើសុំខណៈពេលដែលយើងអត់បានត្រៀមខ្លួនទុកមុនយើងអត់ដឹងខ្លួនមុនអញ្ចឹងបើសិនជាយើងគិតថាវាអត់បញ្ហាអីទេយើងក៏យល់ព្រមទៅតែបើសិនជាអត់ខ្ញុំជឿថា10ដងនៃការ request អត់ plan ណាវាដែរបានសម្រេចទាំង10ដងទេឥឡូវយើងសម័យមើលចុះចាព្រោះធម្មតាបើសិនតែយើងធ្វើអីមួយយើងចង់ស្នើសុំយើងរៀបរាប់ហ្នឹងណាហេតុអីបានយើងចង់ទៅកំពង់សោមឬក៏អីអញ្ចឹងទៅអញ្ចឹងអ្នកដែល support យើងហ្នឹងក៏គាត់យល់អំពីគោលបំណងរបស់យើងដែរបានគេឲ្យ approve ឧទាហរណ៍ណាអាហ្នឹងក៏ដូចគ្នាដែរបើយើងចង់ឲ្យរឿងហ្នឹងទៅរលូនយល់ពីគ្នាគឺមនុស្សទាំងអស់គ្នាហ្នឹងសាក់ទាំងគ្រួសាររបស់គាត់ហ្នឹងណាសាក open និយាយគ្នាមើលមានយប់ណាមួយយើងគេនិយាយគ្នាហ្មងថាយើងឲ្យតម្លៃបែបម៉េចយើងសាកសួរមើលថាឥឡូវខ្ញុំនាំបងប្អូនអរគ្នាខុសឈីងហ្មងថាយប់ហ្នឹងយើងសួរដៃគូយើងមើលថាបាយរាល់ថ្ងៃយល់វាពេចរបៀងថារួមភេទហ្មងគិតថាវាសំខាន់អត់អីអត់ចឹងទៅហើយក្រោយពីរួមភេទហើយបងមានអារម្មណ៍ម៉េចវាធ្វើឲ្យខ្លួនឯងរីករាយឬក៏អីចឹងមានពេលណាមួយដែលយើងសាកចែកគ្នាលេងអំពីរឿងហ្នឹងអត់ពេលយើងជជែកលេងបានយើងដឹងថាដៃគូយើងចង់បានអីហើយវាសំខាន់ប៉ុណ្ណាសម្រាប់គាត់ព្រោះពេលដែលយើងបដិសេធមកវាយើងគិតថាវាអត់សំខាន់ចាមែនទេវាសំខាន់អីអូយគេងទៅស្អែកឡើងធ្វើការមានកម្លាំងចាពងអស់ល្ងួយអត់កម្លាំងសឹកអីកូនយកមកញ៉ាក់មកវារបៀបអញ្ចឹងណាអញ្ចឹងបើពីគាត់អត់យល់អំពីអ្នកស្នើសុំនឹងមានគោលបំណងមិនហើយបើថាចង់ឲ្យស៊ីជម្រៅឲ្យថាលេងឆ្លោះគ្នាហ្មងទៀតណាដាក់ plan ទៅព្រោះមានអ្នកសួរថាអ្នកគ្រូរួមភេទមួយខែត្រូវរួមភេទប្រហែលដងឲ្យវាត្រឹមត្រូវចាហើយអ្នកខ្លះសួរទៀតថាមួយថ្ងៃត្រូវរួមភេទអ្នកខ្លះគ្រួសារគាត់មិនមកយប់រួមភេទតែម្ដងឯងមកយប់រួមភេទរហូតដល់4 5ដងហើយស្ត្រីហ្នឹងគាត់ព្រមមែនតែគាត់បារម្ភថាត្រូវអីខុសដាក់ plan ទៅបងប្អូនអរគ្នាឥឡូវដឹងថាឥឡូវ schedule របស់យើងរួមភេទរៀងរាល់ថ្ងៃច័ន្ទឧទាហរណ៍ដឹងតែល្ងាចឡើងរៀបធៀមខ្លួននឹង2នាក់ហ្មងតែយប់ហ្នឹងយើងដឹងតែសហការរីករាយបងមិនមែននិយាយលេងទេបងនិយាយមែនប៉ុន្តែអាហ្នឹង
តើតែប្តីប្រពន្ធនឹងយល់អញ្ចឹងបានន័យថាពួកយើងដាក់វាជាផែនការមួយសម្រាប់គ្រួសាររបស់យើងដែលយើងអត់មើលរំលងទេកុំមើលរំលងសកម្មភាពផ្លូវភេទបងប្អូនប៉ះពាល់ដល់សុខភាពច្រើនបែកបាក់ទាំងគ្រួសារមានវិបត្តិក្នុងគ្រួសារមានរឿងច្រើនទៀតហើយកាលណាតែយើងសេចក្តីសុខអាហ្នឹងអីក៏រីករាយដែរជួយខ្ញុំទៅចាខ្ញុំនិយាយមែនណាចាអញ្ចឹងបងប្អូនអាចជជែកគ្នាសិនទៅហើយរៀបចំផែនការថាធ្វើមិនដើម្បីឲ្យគ្រួសារយើងមានសេចក្តីសុខរឿងផ្លូវភេទអត់មានអ្នកណាម្នាក់ជួយយើងក្រៅពីយើងតែពីរអ្នកហ្នឹងយល់ពីគ្នាទេតែក្នុងនាមខ្ញុំជាទីប្រឹក្សាមួយរូបផ្នែកផ្លូវភេទខ្ញុំឲ្យជាយោបល់ថាបងប្អូនកុំខ្មាស់អៀនព្រោះគ្រួសារយើងនៅលើកណ្ដាប់ដៃយើងសុភមង្គលរបស់យើងទាំងផ្លូវកាយផ្លូវចិត្តផ្លូវភេទមិននៅលើកណ្ដាប់ដៃរបស់យើងហើយចុះយើងទាំងជាអ្នកដឹកនាំគ្រួសារតែមូលយើងព្រមឲ្យគ្រួសារយើងបែកបាក់គ្នាដោយសារតែរឿងទូចតាចហ្នឹងបានដែរចាអត់បានទេអញ្ចឹងបើគិតថាខ្លួនយើងកំពុងស្ថិតនៅក្នុងស្ថានភាពមួយដែលមិនចុះសម្រងរឿងផ្លូវភេទអូខេសាក់ថ្ងៃណាមួយរៀបចំ dinner អីឲ្យសុបាយជាមួយគ្នាហើយរកពេល private តែពីរនាក់ហ្នឹងទេហើយជជែកគ្នាថាសួរឥឡូវជាសំណួរដែលអ្នកគ្រូសៃពៅដាក់ជូនបងប្អូនអរគ្នាសួរមើលថាបងប្អូនមានអារម្មណ៍ម៉េចជាមួយនឹងការរួមភេទបន្ទាប់ពីរួមភេទហើយធ្វើឲ្យយើងនឹងបែបណាយើងទទួលបានអីបទពិសោធន៍អីខ្លះចំណុចល្អអីខ្លះចំណុចវិជ្ជមានអីខ្លះពីការរួមភេទបងប្អូននឹងទទួលបានជឿខ្ញុំទៅហើយបន្ទាប់ពីយើងគិតថាអាហ្នឹងពួកយើងសំខាន់ចាពួកយើងធ្វើទៅបានផលល្អពួកយើងមិនអាចអត់ធ្វើវាបានដាក់ plan ទៅចាគ្រួសារយើងគួរថារៀងរាល់ថ្ងៃអាទិត្យយើងគួរតែមាន holiday ជុំគ្នារ៉ូមែនទិកបែបពីរអ្នកប្តីប្រពន្ធយើងរៀបចំ dinner ហើយអាហ្នឹងធ្វើឲ្យយើងមានអារម្មណ៍ថាញូរហូតថ្មីរហូតដូចជាយើងដូចគេថាស្នេហាគឺរៀនដំបូងរហូតដោយសារតែយើងចេះបង្កើត event ចាហ្នឹងហើយមានកម្លាំងគិតរឿងអីផ្សេងហ្មងព្រោះតែក្នុងគ្រួសារមានសេចក្តីសុខ idea ដឹងតែវាចេញមកហើយចង់រកស៊ីក៏ដោយចង់ធ្វើអីក៏ដោយក៏ជោគជ័យដែរខ្ញុំនិយាយមែនជាបទពិសោធន៍ខ្លួនឯងផងជាបទពិសោធន៍ដែលខ្ញុំតែងតែ consult ជូនអតិថិជនបែបស៊ីជម្រៅនេះដែលគាត់មានវិបត្តិធ្ងន់ធ្ងរឬក៏គាត់ដូចថាគាត់មានចំណូលគាត់មានឋានៈខ្ពស់ហើយប៉ុន្តែគាត់មានវិបត្តិបែបហ្នឹងអញ្ចឹងគាត់មករកខ្ញុំហើយដើម្បីស៊ីជម្រៅហើយពួកគាត់យកទៅអនុវត្តបានផលរបស់គាត់មែនលើកទី1ដែលខ្ញុំនិយាយយើងថាទីណាថ្ងៃហ្នឹងចាបងប្អូនប្រហែលជាឆ្ងល់មិនបានឃើញគ្រូបកស្រាយបណ្ដាខ្ញុំអង្គុយសាយបណ្ដាមែនទែនទៅគឺដោយសារតែខ្ញុំរំភើបជំនួសបងប្អូនទាំងអស់គ្នាដែលទទួលបានចម្លើយខ្ញុំជឿថាអ្នកដែលគាត់អត់ជួបជាមួយនឹងបញ្ហាទំនួលគ្រួសារនៅក្នុងផ្លូវភេទទំនួលគ្រួសារផ្លូវភេទគឺគាត់អត់ចាប់អារម្មណ៍ទេក៏ប៉ុន្តែអ្នកដែលគាត់កំពុងតែជួបតើអ្នកដែលជួបបើគាត់ចង់ដឹងចម្លើយហើយគាត់ដែលកំពុងតែជួបនឹងកំពុងតែមានបញ្ហានៅក្នុងគ្រួសារនឹងហ្មងហើយបញ្ហានឹងខ្ញុំជឿថាគឺមានគ្រួសារមួយចំនួនដែលធ្វើឲ្យស្វាមីគាត់នឹងបែកចិត្តទៅរកអ្នកផ្សេងដោយសារតែគាត់អត់លើកអាបញ្ហានឹងយកមកនិយាយអញ្ចឹងនេះគឺដំណោះស្រាយពីអ្នកគ្រូសៃពៅដែលគាត់គឺជាអ្នកប្រឹក្សាផ្លូវភេទហើយគាត់បានជួបជាមួយនឹងអតិថិជនផ្សេងៗទៀតដែលធ្លាប់មក consult ជាមួយគាត់ហើយគាត់បានលើកពីសាច់រឿងគាត់ផ្ទាល់នឹងយកមកចែករំលែកជូនទៅកាន់បងប្អូនទាំងអស់គ្នាទៀតអញ្ចឹងខ្ញុំជឿថាបងប្អូនទាំងអស់គ្នាដែលកំពុងតែទស្សនាអ្នកដែលជួបជាមួយនឹងបញ្ហាទំនួលផ្លូវភេទនៅក្នុងគ្រួសារបងប្អូននឹងទទួលបានចំណេះដឹងហើយនឹងដំណោះស្រាយថ្មីយកទៅអនុវត្តក៏ដោយមិនអនុវត្តក៏ដោយអាស្រ័យលើបងប្អូនទាំងអស់គ្នាដែលគិតថាបើសិនជាអនុវត្តទៅបានផលបងប្អូនអាចសាកអនុវត្តបានតែខ្ញុំជឿថាការបកស្រាយក៏ដូចជាការលើកឡើងរបស់អ្នកគ្រូគឺសមហេតុផលឲ្យបងប្អូនទាំងអស់គ្នាអាចនឹងទទួលយកបានចាអរគុណច្រើនអ្នកគ្រូសម្រាប់ការអញ្ជើញចូលរួមជាមួយនឹង Healthy Cambodia អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាស្ដាប់តាំងពីដើមរហូតដល់ចប់កុំភ្លេចជួបជាមួយនឹងខ្ញុំស៊ីថាក៏ដូចជាអ្នកគ្រូសាសិពៅមុសាទៀតទាក់ទងទៅនឹងប្រធានបទថ្មីនៅវីដេអូក្រោយអរគុណច្រើនជម្រាបលា